នេះគឺជា slide កម្មវិធី PowerPoint ដែលខ្ញុំធ្វើបង្ហាញតាក់ទងទៅនឹង Coca-Cola Pepsi និង Sprite បាទអញ្ចឹងខ្ញុំមានភេសជ្ជៈ3ប្រភេទបន្តមកទៀតខ្ញុំចង់ធ្វើ promotion ឬក៏ធ្វើពាណិជ្ជកម្មឲ្យគេឃើញអញ្ចឹងបាទអញ្ចឹងដើម្បីធ្វើ slide បែបហ្នឹងគឺអ្នកទាំងគ្នាចូលកម្មវិធី PowerPoint មកហើយយើងមាន slide បាទមាន slide 5 slide បាទទាំងអស់មាន slide ទី1ទី2ទី3ទី4ទី5ហើយអ្នកទាំងគ្នាចង់ដាក់ animation ឬក៏ចង់ដាក់ transition បែបណាគឺយើងអាចបាទកំណត់បានណាហើយមានចលនាថ្មីមួយមាន morph transition morph ហ្នឹងគឺយើងអាចដាក់ចលនាមើលទៅដូចជាវីដេអូអញ្ចឹងបាទហ្នឹងគឺមុខងារថ្មីដែលគេពេញនិយមប្រើពេលដែលយើងធ្វើ slide ហ្នឹងគឺ slide ហ្នឹងដូចជាវីដេអូអញ្ចឹងបាទអញ្ចឹង slide ទី1ខ្ញុំមានបាទមាន Coca-Cola Pepsi និង Sprite ហ្នឹងគឺមានដូចគ្នាស្មើគ្នាទាំងអស់តែពេល slide ទី2គឺ Sprite ខ្ញុំឲ្យដបធំបាទបន្តមកទៀត Pepsi ខ្ញុំឲ្យធំហើយពីកំប៉ុងទៀតតូចបាទអញ្ចឹង Coca-Cola ធំអញ្ចឹងយើងធ្វើ slide នីមួយៗហ្នឹងយើងធ្វើតាមផ្នែករបស់វាបាទអញ្ចឹងដល់ពេលដែលយើង play ទៅដូចជាវីដេអូអញ្ចឹងក៏ប៉ុន្តែអត់វីដេអូទេហ្នឹងជារូបភាពទេបាទជារូបភាពមួយប៉ុន្តែគាត់ថាយើងផ្គុំវាចូលគ្នាទៅមើលទៅដូចវីដេអូអញ្ចឹងបាទប៉ុន្តែហ្នឹងតោះតែយើងប្រើ transition មួយឈ្មោះ morph បាទហើយ animation អ្នកនរដាក់ zoom ដាក់អីចឹងទៅបាទទាំងអស់មាន5 slide slide ទី1ខ្ញុំដាក់ប៉ុនគ្នាទាំងអស់បាទកំប៉ុង3ហ្នឹងបាទភេសជ្ជៈ3ហ្នឹងខ្ញុំដាក់ប៉ុនគ្នាហើយបើចង់ឲ្យវា play auto អ្នកនរនេះគ្រីសកន្លែងនេះចូល app store មកហើយចុច apply to all ទៅអញ្ចឹង slide របស់យើងវា play ដោយខ្លួនឯងហើយនាទីដាក់0ទៅបាទឲ្យវារៀងលឿនណាបាទនេះគឺជាការចែកម្លែកខ្លីមួយរបស់ខ្ញុំបាទដើម្បីអ្នកនរគ្នាយល់ពីកម្មវិធី PowerPoint ថាវាមានចលនាបែបណាអាហ្នឹងអ្នកនរគ្នាអាចធ្វើការប្រម៉ូទផលិតផលរបស់យើងក៏បានដែរអានេះខ្ញុំគ្រាន់ធ្វើខ្លីបាទធ្វើតូចមួយទេបាទហើយកម្មវិធី PowerPoint គឺគេប្រើច្រើនដែរ